សួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងសង្គមបច្ចុប្បន្នដែលមានភាពប្រកួតប្រជែងគ្នាខ្លាំងតើយើងគួររៀនសូត្រពីអ្នកណាខ្លះថ្ងៃនេះ Channel របស់យើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ពិភពលោកសាមកុកដើម្បីដកស្រង់មេរៀនមាសពីតួអង្គកម្ពុជាទាំង5រូបតើអ្នកណាខ្លះដែលអាចធ្វើឲ្យយើងខ្លាំងវៃឆ្លាតនិងមានគុណធម៌ក្នុងសម័យនេះតួអង្គទី1ជូកើលៀងនិមិត្តរូបនៃប្រាជ្ញានិងភាពស្មោះត្រង់គឺជាកំពូលទីប្រឹក្សាជូកើលៀងចំណុចខ្លាំងរបស់លោកមិនមែននៅត្រង់ក្បួនសឹកតែម្យ៉ាងនោះទេប៉ុន្តែនៅត្រង់សមត្ថភាពវិភាគបានស៊ីជម្រៅនិងជ្រៅជ្រះនិងភាពស្មោះត្រង់ក្នុងជីវិតតើយើងរៀនពីអ្វីខ្លះពីតួអង្គជូកើលៀង1គិតឲ្យបានគ្រប់ជ្រុងជ្រោយជូគឺលៀងតែងតែគិតពីផ្លូវឈ្នះនិងផ្លូវចាញ់ក្នុងពេលតែមួយ2ភាពទន់ភ្លន់យកឈ្នះភាពរឹងតឹងលោកនិយាយប្រើប្រាស់ប្រាជ្ញាជាជាងកម្លាំងបាយបង្ហាញពីសង្គមជាក់ស្ដែងនៅក្នុងវិស័យជំនួញឬការងារសប្តាហ៍ថ្ងៃយើងត្រូវធ្វើជាមនុស្សដែលពូកែវិភាគទិន្នន័យមុននឹងវិនិយោគឬចាប់ផ្ដើមគម្រោងយើងត្រូវមើលធ្លុះស្ថានភាពទីផ្សារមិនមែនធ្វើតាមអារម្មណ៍ចំណែកភាពស្មោះត្រង់ក្នុងទំនាក់ទំនងជំនួញគឺជាគ្រឹះដែលមិនអាចខ្វះបាន2លាវប៉ៃនិមិត្តរូបនៃគុណធម៌និងភាពអំណត់ទោះបីជាមិនមែនអ្នកខ្លាំងខាងក្បាច់គុណឬយុទ្ធសាស្ត្រល្អបំផុតតែលោកគឺជាមេដឹកនាំដែលទិញចិត្តមនុស្សបានល្អបំផុតដោយសារតែគុណធម៌និងភាពអំណត់តែយើងរៀនសូត្របានអ្វីខ្លះពីលាវប៉ៃ1គុណធម៌ទិញទឹកចិត្តមនុស្សសម្ដីផ្អែមល្ហែមនិងចិត្តសប្បុរសគឺជាអាវុធដ៏ខ្លាំងក្លា2ភាពអំណត់តស៊ូចាញ់ច្រើនដងតែមិនដែលបោះបង់ចោលក្តីសង្ឃឹម3ស្គាល់មនុស្សនិងប្រើមនុស្សចេះទាញយកមនុស្សពូកែឲ្យមកជួយខ្លួនបង្ហាញពីសង្គមជាក់ស្ដែងក្នុងនាមជាអ្នកដឹកនាំក្រុមសប្តាហ៍ថ្ងៃយើងត្រូវមានភាពជាមនុស្សកុំធ្វើជាចៅហ្វាយនេះតែត្រូវធ្វើជាបងប្អូនដែលយកចិត្តកូនចៅក្នុងសម័យកូវីដឬវិបត្តិសេដ្ឋកិច្ចយើងត្រូវមានភាពអំណត់ដូចជាលាវប៉ៃដើម្បីដឹកនាំក្រុមហ៊ុនឲ្យឆ្លងផុតពីភាពលំបាក3បុរសដែលមានមហិច្ឆតាខ្ពស់ក្នុងរឿងសាមកុកគឺឆាវទោះបីគេថាអាក្រក់តែយើងមិនអាចបដិសេធភាពជាអ្នកដឹកនាំដ៏មោះមុតនិងយុទ្ធសាស្ត្រគ្រប់គ្រងរបស់លោកបានឡើយចំណុចដែលយើងអាចរៀនពីឆាវ1ភាពជាអ្នកដឹកនាំហ៊ានសម្រេចចិត្តក្នុងពេលមានគ្រោះថ្នាក់2ស្គាល់ចំណុចខ្លាំងរបស់មនុស្សមិនប្រកាន់សញ្ជាតិឬឋានៈឲ្យតែមានសមត្ថភាពគឺប្រើប្រាស់ទាំងអស់3ទាញយកផលប្រយោជន៍ពីស្ថានភាពចេះកែប្រែវិបត្តិឲ្យคล้ายជាឱកាសបង្ហាញពីសង្គមជាក់ស្ដែងសង្គមបច្ចុប្បន្នដែលផ្លាស់ប្ដូរលឿនទាមទារមេដឹកនាំដែលដាច់ខាតនិងហ៊ានទទួលខុសត្រូវដោយឆាវក្នុងស្ថាប័នឬក្រុមហ៊ុនយើងមិនត្រូវរើសខ្សែស្រឡាយឡើយត្រូវផ្ដល់ឲ្យឱកាសអ្នកមានសមត្ថភាពពិតប្រាកដ4គួនអ៊ូនិមិត្តរូបនៃភាពសច្ចៈនិងភាពស្មោះត្រង់នេះគឺជាកម្ពុជាមេតបដែលគេគោរពដូចជាទេវតាគឺគួនអ៊ូសច្ចធម៌របស់លោកគឺភាពស្មោះត្រង់និងពាក្យសន្យានិងសេចក្តីក្លាហានតែយើងអាចរៀនពីគាត់អ្វីខ្លះ1ភាពសច្ចៈរក្សាពាក្យសន្យាមិនក្បត់ចិត្តអ្នកមានគុណ2ភាពក្លាហានហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ដោយភាពសច្ចៈបង្ហាញពីសង្គមជាក់ស្ដែងក្នុងសម័យដែលការកុហកកតមានច្រើនភាពសច្ចៈរបស់គួនអ៊ូគឺជាវត្ថុកម្រកិត្តិយសនិងកេរ្តិ៍ឈ្មោះគឺជាទ្រព្យសម្បត្តិដ៏ធំធេងរបស់អ្នកជំនួញឬអ្នកនយោបាយបើគ្មានភាពសច្ចៈទេគ្មានអ្នកណាចង់សហការជាមួយយើងឡើយ5តួអង្គចុងក្រោយគឺចាងហ្វីទោះបីគេកាយតែភាពក្លាហានរបស់គេគឺភាពក្លាហានមហិមានិងមានការលះបង់ដើម្បីបងប្អូនហើយយើងគឺអាចរៀនពីគាត់ដូចជា1ភាពក្លាហានហ៊ានបញ្ចេញមតិឬធ្វើសកម្មភាព2ស្មោះត្រង់នឹងបងប្អូននិងម្ចាស់បង្ហាញពីសង្គមជាក់ស្ដែងនៅក្នុងសង្គមសប្តាហ៍ថ្ងៃយើងត្រូវមានភាពក្លាហានក្នុងសកម្មភាពកុំខ្លាចក្នុងការបញ្ចេញមតិឬសាកល្បងអ្វីដែលថ្មីចំណែកភាពស្មោះត្រង់ក្នុងទំនាក់ទំនងមិត្តភ័ក្តិឬដៃគូជីវិតគឺជាអ្វីដែលយើងត្រូវថែរក្សាអ្នកទាំងអស់គ្នាទោះបីជាតួអង្គនីមួយៗមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួនក៏ដោយប៉ុន្តែចំណុចរួមរបស់ពួកគាត់គឺភាពស្មោះត្រង់គុណធម៌និងភាពក្លាហានចុះអ្នកទាំងអស់គ្នាវិញតួអង្គមួយណាក្នុងរឿងសាមកុកដែលអ្នកទាំងអស់គ្នាគោរពស្រឡាញ់និងអាចរៀនសូត្រតាមគាត់សូមខមមិននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាកុំភ្លេច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ